ប្រាប់ថាចង់បងប្រាប់អូនថា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 ចង់ញ៉ាំបាយបងឆាយតាមឲ្យតាន់ត្រេនគេម្ដងមកធ្វើស៊ុបត្រីក្រហមញ៉ាំនិយាយទៅបើសម្រាប់រសជាតិវិញឲ្យអួយហ្មងអូនិយាយទៅប្លែកសាហាវហ្មងមកដឹងពីរបៀបធ្វើទាំងអស់គ្នាអ្វីដែលមិនអាចខ្វះអាននៅក្នុងស៊ុបនេះគឺថាត្រីក្រហមហើយនិយាយទៅខ្ញុំបន្ថែមជាមួយនឹងសាច់គោហើយជាមួយនឹងបន្លែបងប្អូនទាំងអស់គ្នាបន្លែតាមចំណង់ចំណូលចិត្តមានដូចជាប៉េងប៉ោះហើយនឹងគ្រឿងទេសគឺខ្ញុំដាក់នៅខាងក្រោយហ្នឹងឲ្យបងប្អូនទាំងអស់គ្នាមើលហ្មងទឹកជ្រលក់យើងនេះមានទឹកត្រីកោះកុងជាមួយនឹងទឹកតៅហ៊ូនិយាយទៅពីរមុខនេះដាក់ចូលគ្នាគឺជាតិសាហាវហ្មងគឺយើងត្រូវដាក់ខ្ទឹមក្រហមខ្ទឹមសម្ទេសផ្លោកដែលយើងត្រាំទុកហ្នឹងជាមួយនឹងខ្ទឹមខ្យល់ដាក់កិនបញ្ចូលគ្នាហើយយើងដាក់ទឹកតិចទៅយើងដាក់កិនបញ្ចូលគ្នាមកទាំងអស់គ្នាបន្ទាប់ហើយយើងធ្វើការដាក់ខ្លាញ់ប៉ុន្តែដំបូងហ្នឹងគឺខ្ញុំធ្វើការបំពងជាមួយនឹងខ្ទឹមឲ្យយើងឡើងឈ្ងុយសិនហើយយើងដួសចេញសម្រាប់ខ្ទឹមហ្នឹងគឺបំពងសម្រាប់ដាក់នៅលើពេលស៊ុបយើងហើយយើងដាក់ឲ្យវាមានក្លិនឈ្ងុយអញ្ចឹងបងប្អូនទាំងអស់គ្នាឥឡូវខ្ទឹមយើងចាប់ផ្ដើមឡើងក្រៀមហើយអញ្ចឹងយើងធ្វើការដួសចេញបងប្អូនទាំងអស់គ្នាយើងធ្វើការដួសចេញហើយយើងដួសទុកវាមួយឡែកទុកមកស្រោបនៅលើស៊ុបអញ្ចឹងណាបន្ទាប់ហើយយើងក៏ធ្វើការដាក់ជាមួយនឹងគ្រឿងដែលយើងបានកិនមិញហ្នឹងបងប្អូនទាំងអស់គ្នាយើងលេងវាឲ្យឈ្ងុយឲ្យវាឈ្ងុយចូលជាតិគ្នាហើយពេលដែលវាឡើងឈ្ងុយហើយយើងធ្វើការដាក់ជាមួយនឹងគល់ស្លឹកគ្រៃជាមួយនឹងម្ដេងហើយជាមួយនឹងល្ខោចអញ្ចឹងណាបងប្អូនទាំងអស់គ្នាដើម្បីកាត់ឆ្អាបជាមួយនឹងត្រីហើយបន្ទាប់ពីវាឡើងឈ្ងុយហើយយើងធ្វើការដាក់ទឹកបងប្អូនទាំងគ្នាសម្រាប់មួយឆ្នាំងនេះគឺខ្ញុំប្រើទឹកអស់2ចានណាហើយខ្ញុំរួចដាក់ជាមួយនឹងដុំស៊ុបខ្នុររសជាតិមាន់ណាបងប្អូនទាំងគ្នាពីចំនួន2ដុំហើយយើងធ្វើការបន្ថែមជាមួយនឹងប៊ីចេងស្ករហើយជាមួយនឹងម្សៅស៊ុបអញ្ចឹងណាបងប្អូនទាំងគ្នាជាមួយនឹងទឹកត្រីហើយជាអ្វីដែលមិនអាចភ្លេចបានហ្នឹងគឺទឹកប៉េងប៉ោះបងប្អូនទាំងគ្នាគឺយើងធ្វើការថែមតែបងប្អូនលាយគ្រឿងឲ្យតាមចំណង់ចំណូលចិត្តអញ្ចឹងណាបងប្អូនទាំងគ្នាយើងកូរឲ្យសព្វទៅបន្ទាប់ពីសព្វហើយគឺយើងធ្វើការដាក់ជាមួយនឹងប៉េងប៉ោះហើយយើងទុកឲ្យវាពុះអញ្ចឹងណាបងប្អូនទាំងគ្នាបន្ទាប់ពីវាពុះហើយយើងធ្វើការស្រង់គ្រឿងរបស់យើងចេញមកបងប្អូនទាំងគ្នាដូចជាគល់ស្លឹកគ្រៃល្ក្រូចឬក៏ម្ដេងដែលយើងបានដាក់ចូលបងប្អូនទាំងគ្នាយើងស្រង់វាចេញមកដើម្បីងាយស្រួលក្នុងការញ៉ាំអញ្ចឹងហើយយើងធ្វើការដាក់ជាមួយនឹងត្រីក្រហមរបស់យើងចូលយើងទុកឲ្យវាពុះហើយយើងធ្វើការដាក់បន្លែណាបងប្អូនទាំងអស់គ្នានេះខ្ញុំដាក់នឹងពោតមុនហើយខ្ញុំមិនដាក់ខ្ញុំបង់ផ្សិតចូលជាមួយនឹងបន្លែដែលយើងនិយាយទៅបងអាចដាក់តាមចំណង់ចំណូលចិត្តបានបងប្អូនទាំងគ្នាសម្រាប់បន្លែបន្ទាប់ពីវាឆ្អិនហើយគឺខ្ញុំធ្វើការដាក់ជាមួយនឹងសាច់គោឥឡូវស៊ុបយើងមួយមុខនេះគឺបានហើយនិយាយទៅសាច់គោទិញបានល្អទៀតបងប្អូនទាំងអស់គ្នាស៊ុបរបស់យើងរួចរាល់ហើយយើងធ្វើការបង់ជាមួយនឹងខ្ទឹមដែលយើងបានពងដើម្បីវាមានក្លិនឈ្ងុយអញ្ចឹងណានេះឥឡូវយើងបន្ថយភ្លើងពុះរួចជាស្រេចបើកមកអូនិយាយទៅកប់សេរីហើយយើងបន្ថែមជាមួយនឹងទឹកជ្រលក់របស់យើងទៀតមកនិយាយទៅឆ្ងាញ់ហ្មងណា